បាទជាតំណាងជួសជំនួសឲ្យលោកនាយកបាសិកាពនាមម៉ៅរៃព្រមទាំងកូនចៅប្រុសស្រីបងប្អូនកូនក្មួយដោយលោកនាយកបាសិកាដែលយល់ឃើញថាគុណមេត្តាបិតាស្វាមីយាយតាដែលលោកបានបាក់បែកចែកឋានទៅកាន់លោកខមុកបានចំណាយនៅធនទ្រព្យដ៏គប្បប្រសើរមានសម្ពុតតាដកព្រមទាំងបារិខាទានទាំងឡាយសម្រាប់ប្រគេនដល់ព្រះភិក្ខុសង្ឃព្រះអង្គបានកោរួចចាប់សពគ្រប់ហើយកិច្ចខាងក្រៅយ៉ាងតាក់តែងនៅស្ពោកខាតនយៈមានបាយទឹកដុំចំណៃបរិយមលុស្លាបង្អែមចំអាបលើកឡើងតម្កល់ទុកនៅក្នុងខឿនចែកដីគោរពគុណមេត្តាបិតាក៏សូមលំអរកាយវាចានិងលើកស្ពោកទាំងអស់គ្នាគោរពគុណមេត្តាបិតាដូចតទៅអស់កាន់ទាំងអស់គ្នាទៅណាសាធុតៃជាថ្ងៃនេះថ្ងៃជាវិញ្ញាល្អថ្ងៃជាវិញ្ញាគាត់កូនចៅប្រុសស្រីបាននឹកឃើញនៅគុណនៅឧបការៈចំពោះលោកអ្នកដែលមានគុណដែលមានព្រះមេត្តាព្រះបិតាលោកយាយលោកតាស្វាមីដែលលោកបានដាក់កាយរំលាយខណ្ឌទៅកាន់លោកមុខកូនចៅប្រុសស្រីបានជើញមកអំពីទីចិត្តទីឆ្ងាយដើម្បីធ្វើកិច្ចគោរពគុណមេត្តាបិតាបានកោលប្រគេនទីទានដល់ព្រះភិក្ខុសង្ឃព្រះអង្គផតតាដាបានកោលសពគ្រប់ការណាហើយកិច្ចខាងក្រោយបាននាំមកនៅគ្រឿងអភិសេកមានបាយសសម្លឆាអាហារថ្មីចំណីខ្មោងគោរពគុណមេត្តាបិតាយាយតាបុព្វការីជនទាំងអស់អញ្ជើញសែបសោយនៅអាហារភោជនឲ្យបានបបូនកប់កលកាលណាពហោពរជ័យសិរីសុស្រីក្រុមញាតិគ្រួសារបងប្អូនប្រុសស្រីកូនចៅប្រុសស្រីចេញទៅរកស៊ីទីចិត្តទីឆ្ងាយជាពិសេសលោកនាយកបាសិកាពនាមម៉ៅរៃដែលមានរោគជាតិទាំងឡាយទាំងពួងដោយអំណាចការគោរពគុណស្វាមីមេត្តាបិតាមកដល់คืนចែកដីក៏សូមជួយក្រុមមហារោគជាតិទីកើតមាននៅក្នុងរាងកាយទាំងបានសូមអធិស្ឋានស្បើយឲ្យកូនចៅប្រុសស្រីទាំងអស់គ្នាបានមកបាំងកូលខែមន្តនដីនេះសូមឲ្យកូនចៅប្រុសស្រីសម្រាប់នៅភារកិច្ចគោលបំណងបងប្រាថ្នាកិច្ចការអ្វីឲ្យបានសម្រេចដោយគោលបំណងប្រាថ្នាទាំងអស់គ្នា